ផងបាទការប្រកួតគឺមាន5ទឹកដែលនេះជាគណៈការប្រកួតនៅប្រភេទទម្ងន់60គីឡូក្រាមបាទទាត់ទៅទាត់មកទាត់ឆ្វេងទៅវិញអាយយ Brandon មើលទៅដូចធំទៅមិនទេបាទធំទៅបាច់ជ្រាទួលមួយសិនពី Brandon Vera វ៉ាន់ថងគៀសជើងក្រោមបាទគៀសផ្ដួលបានមួយកាប់លើចូលបាំងទាត់ឆ្វេងទៅមាត់ស្ដាំមកទឹកស្ដាំចូលស្ដាំដៃវិញរបស់វ៉ាន់ថងអត់បញ្ហាបាទដល់ចូលគៀកវាយខ្លីឆ្វេងទាត់ឆ្វេងមួយទៀតរបស់វ៉ាន់ថងបាទជាកាក់បុកចង្គង់មួយទៀតបាទល្អណាស់បាទល្អណាស់ទាត់បច្រាស់ជើងវាទាត់ឆ្វេងរបស់ Brandon កម្លាំងនៅពេញតាមទាត់មាត់កាត់សងវិញពីវ៉ាន់ថងបាទទាត់ក្រោមសងវិញហើយក៏ចូលគៀកវាយដៃវិញម្ដងវ៉ាន់ថងដេផ្លាស្ទ័រចាក់ឆ្វេងដល់ចូលមកទៀតបាទដល់ចូលមកទៀតអត់មាននិយាយទេបាទ Brandon Vera បំណាច់ធម្មចាស់ខ្សែក្រវ៉ាត់ដល់ទៅ2-3គ្រឿង2-3ខ្សែហើយនោះបាទគឺតំណាងឲ្យអ្នកចេះបដាល់គុណខ្មែរនៅស្រុកប្រាំងម្ចាស់ផ្ទះស្រាប់បាទគឺចង់ដឹងចង់លក់រសជាតិនេះថារសជាតិដើមនឹងរសជាតិបែបណាបាទជាតិបែបណាជាតិដូច Gensberg ចឹងបាទគឺល្អណាស់ចូលកាយឆ្វេងមួយគប់យ៉ាងណា Brandon ច្រឡោតចូលទាត់ឆ្វេងមួយទៀតបាទថងរោគទាត់ស្ដាំទៅវិញចូលបារះទាត់ជើងក្រោមសងជើងវិញលេងជើងបានល្អដូចគ្នាចាប់កបានទល់ជាប់ចូលគៀកកាយឆ្វេងមួយរបស់វ៉ាន់ថងល្អណាស់កាយឆ្វេងដកថយទាត់ឆ្វេងលូកកាយឆ្វេងភ្ញាក់ប្រឡោះគុំមួយទៀតអូយបាទ Brandon វាអត់តន់ចំណាប់ចេញកាយទៅឡើយទេប៉ុន្តែក្បាច់ទាត់របស់គាត់គឺមើលទៅទំនោរធ្ងន់បាទធាក់ទៀតថយក្រោយបន្តិចចូលគៀកអូយកលកាយប្រឡោះគុំទៀតហើយជង្គង់ណែមួយទៀតអាយអត់ត្រួល Brandon បាទចាប់ដើមដល់ចូលជង្គង់មួយទៀត Brandon តាមចូលទាត់បាទវ៉ាន់ថងឃើញថាស្ថានភាពនេះគេអាចទប់ទល់បាននេះបើគុំតែកលកែងតែមានអេប៉ុងកលកែងម្លេះសំមានរបួសហើយព្រោះវ៉ាន់ថងជ្រែកប្រឡោះគុំបានច្រើនដងទាត់ក្រោមទល់ដៃកែងឆ្វេងលូកប្រឡោះគុំទឹកជើងស្ដាំទៀតពីវ៉ាន់ថងចូលគៀកកែងរុះហើយក៏តាមទាត់វិញមាត់ស្ដាំរបស់វ៉ាន់ថងយើងថាកែងដូចរឿងបបាដោយសារអេប៉ុងជួយបើសិនជាវ៉ាន់ថងដូចយុទ្ធសាស្ត្របាទចាប់តោងឡើងជង្គង់វិញអានេះយ៉ាងបាទដល់ចូលចាប់ទឹកទី2បន្តដំណើរនៅក្នុងការប្រកួត Gensberg គុណខ្មែរទៅកាន់ទីក្រុងលីយ៉ុងប្រទេសបារាំងរវាងឈុតស្រីវ៉ាន់ថងជាមួយនឹងកីឡាករ Brandon Vera ទាត់ទៀតម៉ាត់ទៀតចូលគៀកអាយយត្រេតអកគូដែរតែមិនអីទេចូលគៀកតែយ៉ាងណាក៏គឺថាវ៉ាន់ថងនៅតែឆ្មុកវាយកាយដោយសារតែទម្លាប់បាទទោះបីជាកលឯប៉ុងក៏ដោយចូលទាត់ឆ្វេងទាត់មកជើងស្ដាំវិញមាត់ស្ដាំសងមួយបានល្អណាស់ Brandon នៅតែសវ័យសវ៉ាដើរចូលមុខក្បីត្បិតតែកលកែងបាទក៏ប៉ុន្តែមុខរបស់ Brandon នោះគឺថាកំហំព្រឺលូឆ្វេងរបស់វ៉ាន់ថងដល់ហើយទាត់ឆ្វេងបើកចូលប្រឡោះឆ្អឹងយ៉ាងនេះល្អណាស់ Brandon នៅតែរុលចូលទាត់ឆ្វេងបាត់ស្ដាំសងវិញចូលគៀកបោះជង្គង់ឆ្វេងបានស្អាតណាស់ពីរាហូមាទាត់ឆ្វេងសងពីដៃទាត់មកជើងទៀតធាក់ថែមួយទៀតកិច្ចផុតមុខកែងឆ្វេងមួយបានទៀតថយក្រោយពី3ជំហានទៀតថយក្រោយនៅតែដើរចូលវិញបាទ Brandon ដល់ចូលបីដៃទៅមកបើឆ្វេងស្ដាំដឹងទៅវ៉ាន់ថងបាទបើថាដូចស្ងៀមគឺបបាក់ជុំទៅចូលបីដៃទៅម្ដងចូលគៀកបឆោតទាត់ពីវ៉ាន់ថងចូលគៀកបឆោតទាត់វិញពី Brandon វ៉ាន់ថងក៏មួយចាក់មកជង្គង់ញ៉ាច់បាទឆ្ងាញ់ណាស់មាត់ម្ដាយស្ដាំទៀតញ៉ាច់អូយ Brandon ដេញវិញចូលម្ដាយស្ដាំរបស់វ៉ាន់ថងអាយ៉ាបាទតែជួយមួយទៀតរបស់វ៉ាន់ថងអោតផុតក៏វត្តសក់ក៏មិនត្រូវដែរវ៉ាន់ថងនៅជាព្យាយាមបាទនៅតែព្យាយាមរួចកែងលូកឆ្វេងដៃហើយក៏ Brandon ដើរចូលទល់ឃុំច្រានថយក្រោយទាត់មកជើងខុសមកជើងសងវិញព្រុសដួលទៅតែម្ដង
បន្តការប្រកួតតែកម្លាំង Brandon នេះមើលទៅគឺកម្លាំងធូរណាស់បាទធូរល្អមែនទែនបើសិនជាចូលពេញសាច់របស់គាត់នឹងយ៉ាងណាទេឥឡូវ Brandon ដល់ជុកគប់មកកាយរបស់វ៉ាន់ថងទាត់ឆ្វេងវ៉ាន់ថងអាយ៉ែដកថយតាមដំណើរទាត់ជើងក្រោមចាប់ខាងលួយជង្គង់ដោះឃ្លេចេញទាត់ឆ្វេងសងបានពីដៃវិញរបស់វ៉ាន់ថងមួយពីរថែមទៀត Brandon នៅតែដើរចូល Brandon ទាត់ជើងក្រោមទាត់ជើងក្រោមវ៉ាន់ថងចូលគៀករួលកាយឆ្វេងធាក់ជើងឆ្វេង Brandon មាត់ស្ដាំមកវិញឲ្យយយមានស្នាមរបួសហើយមានស្នាមរបួសនៅក្រោមភ្នែកខាងស្ដាំរបស់ Brandon Vera បាទទោះបីថាកែងនឹងបិទជាមួយអេប៉ុងក៏ដោយក៏ប៉ុន្តែគឺចូលហើយចូលទៀតគឺមានស្នាមរបួសធាក់ឆ្វេងតែឆ្វេងវត់កែងវិញអើយអោនផុតអូយ Brandon នេះមកមកស៊ីខ្លីរបស់កែងឆ្វេងទល់មុខគេហើយគេផុតកែងស្ដាំកែងហើយឥឡូវលើកនេះវ៉ាន់ថងចេញយកបាត់ស្លៀតនឹងតែម្ដងបាទចូលគៀកទល់កែងដល់ពីដៃរបស់ Brandon ចាប់ទឹកថងទឹកទី3មកដល់ដើរចូលវាយដៃខ្លីទាត់ឆ្វេងថែមទៀតទាត់ថែមរបស់ Brandon Vera កីឡាករបារាំងតែវ៉ាន់ថងអត់មានលឿនទេបាទចូលគៀកនឹងច្រានចេញទៅវិញទាត់ក្រោមទាត់ជើងក្រោមសងទៅវិញទៀតថយក្រោយម្ចាស់តែក្បាត់2-3គ្រឿងប្រចាំប្រទេសបារាំងមិនធម្មតាទេបាទ Brandon Vera នេះកម្លាំងរបស់គាត់ល្អមែនទែនក៏មិនដែរគេបានកម្លាំងទៅចាញ់ក្បាច់បាទចាញ់ក្បាច់វ៉ាន់ថងគាត់វាយចល័តទាត់ក្រោមម៉ាត់លើទាត់សងអាយ៉ាកម្លាំងមកគាត់ទៅទាត់ពេញគឺទៅពិបាកដែរនោះបាទម៉ាំងនឹងញ័រខ្លួនឥឡូវវ៉ាន់ថងជាយាមច្រានចេញដោយប្រើក្បាច់ប្រឆោតបន្តិចផ្ទះចុះផ្ទះឡើងទាត់ឆ្វេងមកជើងស្ដាំវិញហើយ Brandon ដល់ចូលជើងស្ដាំមួយទៀត Brandon នៅតែដល់ចូលបាទនៅតែដល់ចូលហើយលោកចាប់ហើយចាប់គូសជង្គង់ចុះឡើងអាញាកដាលបំបែកអាញាកដាលគូសល្អណាស់ចូលច្រាស់គ្នាភាសាទៀតបាទចាប់គញវុតកែងរបស់ Brandon ទាត់ជើងថែមអាញាកដាលបាទប្រឌិតលើកន្លែងប៉ងការពារកែងចូលឆ្វេងរបស់វ៉ាន់ថងគាត់ទៅវិញធាក់ទៀតថយក្រោយនេះខ្លួនចូលទាត់ជើងក្រោមតតែដួលភាពរហ័សបែបរបស់វ៉ាន់ថងទាត់ជើងក្រោមម្ដងទៀតដួលម្ដងទៀតអាយតែ3ដងងើបលេរួយណា3ដងចូលគៀកតែម្ដងកែងហើយចូលគៀកកែងទៀតរបស់វ៉ាន់ថងតាមទាត់វិញពី Brandon ជង្គង់វ៉ាន់ថង2-3ដៃរបស់ Brandon ចូលគៀកដូរដៃដែរវ៉ាន់ថងមិនហ៊ានដូរយូរទេបាទចុកចិត្តបោះចោលពីចម្ងាយតាមទាត់ពី Brandon Vera តាមទាត់បាទគិតចុះគិតឡើងឆ្វេងស្ដាំគឺមិនងាយឲ្យវាយត្រូវទេវ៉ាន់ថងឲ្យលឹបចាប់ជាប់រួចអាប់ជ្រុងទៅទៀតអាញាកណ្ដាលបបែកចាក់ឆ្វេងជង្គង់សងវិញ Brandon មិនចំណាប់ជង្គង់ប្រហែលទេប៉ុន្តែបើដៃគាត់ច្បាស់ទៅចូលមួយពិបាកដែរចូលគៀកវាយដៃអោនលឹបកិច្ចផុតសុកវិញពីវ៉ាន់ថង30វិនាទីធាក់មកជើងរបស់វ៉ាន់ថងបុកមកជង្គង់ទីរបស់វ៉ាន់ថងទាត់ជើងក្រោមពីវ៉ាន់ថង Brandon Vera តាមធាក់វិញធាក់មកដល់ទាត់ឆ្វេងក៏ទាត់មកដល់ដូច្នេះវ៉ាន់ថងហាក់ដូចជាគ្រប់គ្រងស្ថានភាពនេះបានកែងឆ្វេងទាត់ជើងក្រោមប្រុងព្រួយម្ដងទៀតតែមិនដួលទេតាមទាត់វិញដោយ Brandon ទាត់មួយជើងថែមមួយជើងទៀតទាត់សងមកវិញបាច់ទាត់បាទតែវ៉ាន់ថងមានតែវាយឆ្មក់ចាប់ជើងបានច្រានផ្អែកសង្វៀនចាប់ទឹកទី3តែម្ដងចាប់យ៉ាងរឹបជាប់តែម្ដងតែជាប់យ៉ាងណាជាប់ខាងលើរំគឺខាងក្រោមតែយ៉ាងកណ្ដាលបែកហើយទាត់ឆ្វេងលូកស្ដាំកាត់ទៅវិញចូលគប់កែងឆ្វេងមួយទៀតមុខត្រង់ទៅតំណងបាទចាប់ឬចុះឬឡើងអញ្ញាកដាលញែកម្ដងទៀតឃើញថាវ៉ាន់ថងនៅតែបុកកែងឆ្វេងកន្លះគុំមើលទៅ Brandon Vera មិនចំណាស់កែងប្រមាណទេប៉ុន្តែកម្លាំងរបស់គាត់បាទដើរចូលទៅអត់មាននិយាយទេមកម៉ាំងទៅវិញតែវ៉ាន់ថងបាទរលាកែងតែច្រឡំបណ្ដោយឲ្យវាយកែងធម្មជាតិចេញទៅនោះពិបាកឡើយឥឡូវទាត់កាប់លើធាក់ឆ្វេងជង្គង់ស្ដាំ
តាមទាត់វិញពី Brandon Vera ទាត់មួយជើងពីរជើងសងវិញចូលទាត់ក្រោមមួយទៀតបាទចេញទិញងាយប្រុងបីគុំចាក់ជង្គង់ទល់ត្រង់ចាក់ទល់ត្រង់រុះកែងវ៉ាន់ថងទល់សេរីខាងនោះញាក់មកវិញទាត់បានមួយជើងគាត់បានមួយជើងវ៉ាន់ថងគិតតែមិនចេះទាត់ឆ្វេងវិញសិនដូរជើងហើយជើងទៀតជើងទៅជើងមកកែងវិញម្ដងរិនដុនអល់ទៅជំមុជយើងលហើបប្រហើបគុំវិញទៅចូលកែងផ្លុកមកខ្ញុំថាបើគុំពាក់អីប៉ងនេះបើនឹងជំរិនដុនមានរបួសយ៉ាងណាបាទទាត់ឆ្វេងលូកឆ្វេងទាត់ជើងក្រោមតែទៀតរបស់មិនថងសង្វាបានរុះកែងថែមវិនដុនម៉ាត់ឆ្វេងអូយបាទសំដៅទៅលើទីមុខមិនថងកិច្ចចូលគៀកប្រុងធ្វើអ្វីបាទច្រានឃុំបោះជង្គង់ស្ដាំទាត់ឆ្វេងសងវិញវិនដុនតាមទាត់វ៉ាន់ថងដេផ្លាស្ទិកចល័តមកក្រោយខ្នងឯនេះវិញទាត់ជើងក្រោមហើយក៏ Brandon ដកថយចេញសិនដកដង្ហើមបន្តិចដែរបាទព្រោះតែហត់វាខ្លួនទាត់ចេញផងទម្លាក់ជើងរងផងវ៉ាន់ថងញាក់ទាត់ក្រោមទាត់សងទាត់មួយជើងដែរបាទទៅហើយនឹងមកចាប់ច្រើនចាប់កាច់ចាប់ច្បូតមិនទៅណាទេបាទគឺដូចចាក់សោគ្នាជាប់តែម្ដងបានថងដើរចូលជង្គង់ឆ្វេងទាត់ពីរជើងរបស់ Brandon Vera វិញជង្គង់ឆ្វេងមួយទៀតចាប់ជើងដកធុងទឹកម្ដាយទៀត Brandon នេះស្វិតមែនតាមបានថងច្រានចេញបាទវាស្ដាំមួយដៃកែងឆ្វេងក៏រួលទៅទៀតចាប់តែការតស៊ូមានតែការតស៊ូបាទដើម្បីឲ្យចាប់ដើមចូលដល់ឆ្វេងទាត់ជើងក្រោមបាទជាយើងគៀសមកវិញចាក់ឆ្វេងពីវ៉ាន់ថងទាត់ឆ្វេងវិញចាប់ជើងទាត់ក្រោមម្ដងទៀតវ៉ាន់ថងបាត់លើទាត់លើសងវិញបាទធាក់ទាត់ជង្គង់កែងចាប់ពវល់ហើយពវល់សកត់កោចាក់បានមកជង្គង់ពី Brandon Vera ទាត់ឆ្វេងមកជើងទៅមកជើងមកម្ដងទៀតទាត់ជើងក្រោមម៉ាត់ខាងលើរបស់ Brandon គៀងអូយចូលកែងមួយឡើងងើយតែនៅតែដើរចូល Brandon នៅតែដើរចូលក្នុងនាមជាម្ចាស់ផ្ទះនេះជាការប្រកួតដណ្ដើមពានបងប្អូនបាទពានធំពានមាសសម្រាប់អ្នកឈ្នះពានតូចពានប្រាក់សម្រាប់អ្នកចាញ់បាទ Brandon ក្នុងនាមម្ចាស់ផ្ទះជង្គង់មួយពេញពីវ៉ាន់ថងទៅហើយអូយបាទជាប់ពេញខ្លួនហើយតែ Brandon នៅតែស៊ូចឹងថ្ងៃនេះម្ចាស់ខ្សែក្រវ៉ាត់បាទប៉ះម្ចាស់បាច់គុណពិតប្រាកដមិនដឹងថាមានក្រោមមានលឺស្អាតប៉ុណ្ណាបាទធាក់មកជើងលំបើឃុំឥឡូវហើយបាទទាញឃុំសកត់ចុះចាក់ជង្គង់គ្រឹបបោះមកជង្គង់ទៀតអូយយ៉ាងណា Brandon នឹងទ្រាំបានទេអត់បាច់ជើងផឹករងជាប់នេះគឺវ៉ាន់ថងដេញទៅរហូតមកជើងផឹកទៀតកិច្ចផុតចេញខ្លួនក្រៅសង្វៀនអូយបាទកាន់តែទ្រុឌទ្រោមទៅហើយវ៉ាន់ថងឲ្យចែបែវត្តកតុយមួយញ៉ាច់ចូលពេញទៀតហើយតម្លាក់គុំវ៉ាន់ថងប្រងបោះជង្គង់ធាក់កលមួយសិនបាទចន្លោស្ដាំចន្លោឲ្យក៏ទាត់វិញដល់ពោះទាត់លើសងបាំងជាប់បាទអេប៉ុងកែងធ្លាក់ជារឿយនេះបើសិនជាមិនមានអេប៉ុងនឹងបាត់ទេអាចធ្ងន់ធ្ងរជាងនឹងជង្គង់របស់វ៉ាន់ថងចូលពេញទាត់ក្រោមថែមទៀត Brandon កំរើកខ្លួនលេចង់រួចហើយបាទ Brandon Vera ឈឺជើងក្រោមផងរបួសខាងលើផងស្នាមជួមផ្សេងផងឆ្អល់ផងចឹងដឹងបាទបានថនក៏ដឹងដែរថា Brandon ក៏ចង់ដកដង្ហើមបន្តិចដើម្បីបដូរក្បាច់គ្នានៅ10វិនាទីចុងក្រោយបាទ10វិនាទីចុងក្រោយចាប់ជើងដាល់ម្ដាយ
ลูกตรวจแถมปีวันทองนั่น เชิญแสดง